สวัสดีครับทุกคนสบายดีทุกคนไหมครับสำหรับวันนี้นะครับกระผมจะมีคำศัพท์ในภาษาไทยจำนวน40คำศัพท์นะครับจะนำมาแบ่งปันสำหรับทุกคนเรียนรู้ในวันนี้นะครับบาดาจะรู้បងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងចែករំលែកចំនួន40ពាក្យណាបាទសិតសឹងតែពាក្យដែលមានសារៈសំខាន់សម្រាប់បងប្អូនដែលរៀនភាសាថៃផងដែរបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាបាទចូលរួមរៀនទាំងអស់គ្នាបាទពាក្យទី1បាទក្រាក់ចុកក្រាក់ចុកបាទក្រាក់ចុកប្រែថាកញ្ចក់ណាបាទកញ្ចក់ក្រាក់ចុកងៅក្រាក់ចុកងៅក្រាក់ចុកងៅប្រែថាកញ្ចក់ឆ្លុះមុខណាបាទកញ្ចក់ឆ្លុះមុខតមកក្រាក់ចុកតាក្រាក់ចុកតាក្រាក់ចុកតានឹងប្រែថាកញ្ចក់ភ្នែកណាបាទតានេះប្រែថាភ្នែកណាបាទក្រាក់ចុកប៉ែនហ្វាក្រាក់ចុកប៉ែនហ្វាក្រាក់ចុកប៉ែនហ្វានេះគឺប្រែថាកញ្ចក់ស្អាប់ណាបាទកញ្ចក់នោះស្អាប់មើលឃើញអញ្ចឹងណាបាទតមកក្រាក់ចាយក្លិនក្រាក់ចាយក្លិនណាបាទអញ្ចឹងក្លិននឹងប្រែថាក្លិនមកវិញណាបាទអញ្ចឹងប្រែថាសាយក្លិនណាបាទក្លិនមែនណាបាទក្លិនស្អុយអញ្ចឹងទៅក្លិនហอมក្លិនក្អូបអញ្ចឹងទៅណាបាទក្រាក់សបក្រាក់សបបាទក្រាក់សបប្រែថាបេឬមួយក៏បាវណាបាទតមកក្រាក់ឆៅក្រាក់ឆៅក្រាក់ឆៅប្រែថាកន្ត្រកណាបាទក្រាក់ឆៅដកไม้មានន័យថាកន្ត្រកផ្កាអញ្ចឹងទៅណាបាទក្រាក់ឆេតក្រាក់ឆេតបាទក្រាក់ឆេតប្រែថាកញ្ឆែតបងប្អូនណាបាទកញ្ឆែតពាក្យនេះគឺថៃកម្ចីពីភាសាខ្មែរយើងទៅបងប្អូនណាបាទខ្មែរយើងគឺកញ្ឆែតដល់ពេលថៃគឺក្រាក់ឆេតបងប្អូនណាបាទតមកក្រាក់ដុងក្រាក់ដុងក្រាក់ដុងគឺចង្អេបងប្អូនណាបាទចង្អេអ៊ំកយើងហ្នឹងណាបាទក្រាក់ដងក្រាក់ដងក្រាក់ដងគឺប្រែថាស្នោកបាទក្រាក់ដងតៅណាបាទស្នោកអណ្ដើកអញ្ចឹងទៅណាបាទក្រាក់ដានក្រាក់ដានក្រាក់ដានគឺក្តារបន្ទះបងប្អូនណាបាទក្តារបន្ទះក្រាក់ដានដាំក្រាក់ដានដាំបាទក្រាក់ដានដាំប្រែថាក្តារខៀនបងប្អូនណាបាទដាំនេះប្រែថាខ្មៅណាបងប្អូនបើសិនជាប្រែថាវាណាបាទតមកក្រាក់ឌីកតួក្រាក់ឌីកតួបាទក្រាក់ឌីកតួប្រែថាកម្រើខ្លួនណាបាទតួនេះប្រែថាខ្លួនបងប្អូនណាបាទតមកក្រាក់ឌីកហូក្រាក់ឌីកហូបាទក្រាក់ឌីកហូប្រែថាបក់ស្លឹកត្រចៀកណាបាទបក់ស្លឹកត្រចៀកបាទក្រាក់ដូកក្រាក់ដូកបាទក្រាក់ដូកប្រែថាឆ្អឹងបងប្អូនណាបាទឆ្អឹងក្រាក់ដូកងកក្រាក់ដូកងកបាទក្រាក់ដូកងកប្រែថាឆ្អឹងខ្ចីបងប្អូនណាបាទឆ្អឹងខ្ចីតមកក្រាក់ដោតក្រាក់ដោតបាទក្រាក់ដោតប្រែថាលោតណាបាទលោតក្រាក់ដោតណាមក្រាក់ដោតណាមបាទក្រាក់ដោតណាមប្រែថាលោតទឹកបាទណាមណាមប្រែថាទឹកបងប្អូនណាបាទក្រាក់ដោតสูงក្រាក់ដោតสูงបាទក្រាក់ដោតสูงប្រែថាលោតកម្ពស់បងប្អូនណាបាទสูงสูงនេះប្រែថាកម្ពស់ឬក៏ខ្ពស់ណាបាទក្រាក់តាយក្រាក់តាយក្រាក់តាយគឺទន់សាយណាបាទទន់សាយតមករូជីងរូជីងបាទរូជីងប្រែថាចេះស្ទាត់ណាបាទឬមួយចេះពិតប្រាកដណាបាទជីងប្រែថាពិតបងប្អូនណាបើសិនជាប្រែថាវាណាបាទរូខ្វាមរូខ្វាមបាទរូខ្វាមប្រែថាដឹងន័យដឹងអត្ថន័យណាបាទរូខុន
รู้คนบ่ารู้คนแปลថាដឹងគុណនោះដឹងគុណรู้จักบ่ารู้จักแปลថាស្គាល់รู้จักกันไหมស្គាល់គ្នាអត់รู้จักกันนานหรือยังមានអ្នកស្គាល់គ្នាយូរហើយឬនៅអញ្ចឹងណាបាទต่อมาความรู้បាទความรู้แปลថាចំណេះដឹងវិញបងប្អូនណាបាទรู้ละเอียดแปลថាចេះហ្មត់ចត់ណាបាទចេះហ្មត់ចត់รู้จักกันបាទรู้จักกันแปลថាស្គាល់គ្នាបងប្អូនណាបាទស្គាល់គ្នាไม่รู้បាទไม่รู้แปลថាមិនស្គាល់បាទមិនស្គាល់ต่อมาไม่ควรបាទไม่ควรแปลថាមិនសមគួរไม่ควรทำแบบนี้เลยนะมันសមគួរឬមួយក៏មិនគួរសមធ្វើបែបនេះទេណាបាទមិនគួរធ្វើបែបនេះទេអញ្ចឹងណាបាទไม่คอยแปลថាមិនសូវណាបាទមិនសូវត្រង់នេះមិនមែនមិនសូវអត់ដូចពាក្យខ្មែរយើងថាមិនសូវមិនមែនមនុស្សឈួតឬមួយមនុស្សមិនគ្រប់ទឹកទេណាបាទមិនសូវត្រង់នេះមានន័យថាមិនច្រើនឬមួយក៏គេភាគច្រើនគេបង្កើតប្រើពាក្យជាមួយនឹងមិនសូវល្អមិនសូវមានមិនសូវបានឬមួយក៏មិនសូវសប្បាយចិត្តអញ្ចឹងណាបាទไม่เข้าใจបាទไม่เข้าใจแปลថាមិនយល់ណាបាទเข้าใจแปลថាយល់អញ្ចឹងបើសិនជាយើងប្រើពាក្យไม่នៅពីមុខនេះគឺពាក្យហ្នឹងគឺជាពាក្យបដិសេធវិញណាបាទไม่ดีបាទไม่ดีแปลថាមិនល្អดีแปลថាល្អណាបាទต่อมาលឿនតិចណាបងប្អូនណាបាទសង្ឃឹមថាតនទាំងអស់គ្នាបាទពាក្យធៀងស្រួលដែរទេไม่ค่อยชอบបាទไม่ค่อยชอบแปลថាមិនសូវចូលចិត្តបងប្អូនណាបាទชอบនេះแปลថាចូលចិត្តណាបាទไม่ค่อยพอใจแปลថាមិនសូវចូលចិត្តបងប្អូនណាបាទพอใจแปลថាចូលចិត្តឬមួយក៏ពេញចិត្តអញ្ចឹងណាបាទไม่ค่อยมีបាទไม่ค่อยมีแปลថាមិនសូវមានណាបាទមិនសូវមានไม่จำเป็นបាទไม่จำเป็นแปลថាមិនចាំបាច់ណាបាទមិនចាំបាច់ចាំเป็นแปลថាចាំបាច់ដល់ពេលថែមពាក្យไม่នៅពីមុខគឺไม่ចាំเป็นไม่ได้เรื่องបាទไม่ได้เรื่องแปลថាគ្មានបានការអត់បានការតែម្ដងអញ្ចឹងណាបាទไม่ต้องបាទไม่ต้องแปลថាមិនបាច់ไม่ต้องทำเลยนะមិនបាច់ធ្វើទេไม่ต้องไปเลยបាទមិនបាច់ទៅទេไม่ต้องมาเลยណាមិនបាច់មកទេអញ្ចឹងណាបាទไม่น้อยបាទไม่น้อยแปลថាមិនតូចទេអញ្ចឹងណាបាទไม่นับបាទไม่นับแปลថាមិនរាប់បាទមិនរាប់โอเคนะครับทุกคนสำหรับคำศัพท์40คำศัพท์นี้เป็นยังไงบ้างครับបាទអញ្ចឹងអរគុណច្រើនបងប្អូនអរគ្នាបាទអញ្ចឹងសម្រាប់ការចំណេញរបស់ខ្ញុំទាំង40ពាក្យនេះសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងទុកជាមេរៀនដែលសំខាន់សម្រាប់បងប្អូនដែលយើងសិក្សាភាសាថៃហើយបើសិនជាបងប្អូនគិតថាមេរៀននេះមានអត្ថប្រយោជន៍បាទសូមកុំភ្លេចជួយចុច Subscribe និងដាក់សញ្ញារូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗដែលខាងខ្ញុំផុសជាបន្តផងដែរបាទអរគុណច្រើនបាយបាយ